ខាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តគេបានតាក់ទងមកខាងមន្ទីរពេទ្យជើងគេតាក់ទងមកថានៅទីនេះមាននរណាចង់ចោះធ្វើជាពេទ្យស្ម័គ្រចិត្តចោះជួយពិនិត្យតាមជនបទដែរទេបើមានណាអាចទៅជាមួយក្រុមការងាររបស់គេបាននេះលោកចាប់អារម្មណ៍ដែរទេមានអីមែនទេកូននេះតាំងពីមកវិធ្វើការវិញសំងំនៅតែក្នុងបន្ទុំមិនចុះទៅខាងក្រោមសោះកូនមានរឿងអីមែនទីងអូគ្មានអីទេណាម៉ែកូនតែមិនឆ្លាស់ក្នុងចិត្តតែប៉ុណ្ណោះមិនឆ្លាស់រឿងអីទេប្រាប់ម៉ាក់ផងមើលចាំម៉ាក់ជួយឲ្យយោបល់ឲ្យណាញ់ណែម៉ែខាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តគេស្នើមកខាងមន្ទីរពេទ្យរបស់ខ្ញុំធ្វើជាពេទ្យស្ម័គ្រចិត្តនេះខ្ញុំមិនដឹងថាគួរទៅឬក៏អត់ទេគេស្នើឈ្មោះកូនចំបែបនេះមែនទីងមិនមែនទេម៉ែគេគ្រាន់តែស្នើមកខាងមន្ទីរពេទ្យយើងទៅឬក៏មិនទៅក៏មិនអីដែរហើយលោកដុកទ័រគាត់បានចុករឿងនេះមកប្រាប់ខ្ញុំមិនដឹងថាគួរទៅឬក៏អត់ហើយតើខេត្តណាដែរទៅកូនជាទិសដៅរបស់ពេទ្យស្ម័គ្រចិត្តនោះទៅប្រហែលថ្ងៃដែរគឺនៅកំពង់ស្ពឺយើងនេះទេណាម៉ែពេលសកកម្មមួយនេះគឺចំនួន3ខែម៉ាក់ថាមើលខ្ញុំគួរទៅឬក៏អត់3ខែយូរពេកទេដឹងឲ្យកូនម៉ាក់មិនចង់ឲ្យកូនដើរចោលផ្ទះយូរបែបនេះទេណាញ់ម៉ាក់បារម្ភតែវាជាអ្វីដែលខ្ញុំសម័យធ្លាប់ចង់ធ្វើណាម៉ែការដែលបានជួយដល់ជនក្រីក្រដែលពួកគាត់គ្មានលទ្ធភាពមើលថែខ្លួនវាគឺជារឿងល្អណាស់ម៉ាក់ក៏ដឹងថាហេតុអ្វីបានជាកូនស្រឡាញ់វិជាពេទ្យព្រោះកូនចង់ជួយដល់អ្នកដែលគាត់គ្មានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យខ្ញុំគិតថាវាជាឱកាសល្អរបស់ខ្ញុំហើយបើកូនគិតបែបនេះទៅហើយម៉ាក់មិនចង់ហាមកូនដែរហ្នឹងវាជាក្តីសុខរបស់កូនវាជារឿងដែលកូនធ្លាប់គិតចង់ធ្វើហើយតើគេទៅថ្ងៃណាដែរកូនប្រាប់ម៉ាក់មុនផងហ្នឹងនឹងបានត្រៀមរបស់ទុកឲ្យកូនប្រើនៅទីនោះខ្ញុំមិនទាន់បានប្រាប់លោកដុកទ័រវិញទេស្អែកនេះខ្ញុំនឹងប្រាប់គាត់ហើយតាម៉ាអញ្ចឹងប្រាប់ប៉ាកូនផងសុំប៉ាឲ្យបានត្រឹមត្រូវផងណាកូនចិត្តម៉ាក់នេះមិនចង់ឲ្យកូនទៅទេព្រោះតែម៉ាក់បារម្ភតែដើម្បីក្តីសុខកូនម៉ាក់ក៏យល់ព្រមទៅចាស់ខ្ញុំសូមលើកទូរស័ព្ទបន្តិចសិនអាឡូចេនីមានកាយមែនទេដាវីនទំនេរដែរទេយើងទៅរកញ៉ាំអីនៅខាងក្រៅល្អទេខ្ញុំមិនឃ្លានទេខ្ញុំទៅញ៉ាំអីរួចមិញណាសុំតោផងណានេះខ្ញុំខំតាំងចិនមកបបួលបែបនេះហើយលោកនៅតែបដិសេធនឹងខ្ញុំទីដីខ្ញុំមិនទាន់បានញ៉ាំអីទេណាញ់បើលោកមិនញ៉ាំលោកក៏មកកំដរខ្ញុំក៏បានដែរណាញ់នេះឲ្យខ្ញុំទៅអង្គុយមើលនឹងញ៉ាំមែនទេខ្ញុំគ្មានពេលទំនេរទេណានេះគ្រាន់តែប៉ុណ្ណឹងលោកធ្វើឲ្យខ្ញុំមិនបានមែនទេព្រឹកមិញនេះខ្ញុំខំទៅរកលោកដល់មន្ទីរពេទ្យដែរតែលោករវល់ខ្ញុំក៏មិនចង់រំខានតែល្ងាចនេះលោកទំនេរលោកនៅផ្ទះមិនក៏លោកម្រកខ្ញុំមិនបាននេះបើលោកមិនមករកខ្ញុំខឹងនឹងលោកហើយហ្នឹងខ្ញុំចាំលោកនៅកន្លែងចាស់តែជាមួយប្អូនទៅកូនគេខំបបួលហើយនោះតាមមើលតែនាងគឺដូចជាស្រឡាញ់កូនហ្នឹងតែរកនាងចាស់តែខ្ញុំមិនបានគិតអីលើនាងលើពីមិត្តទេណាម៉ាខ្ញុំមិនចង់ឲ្យនាងយល់ខុសមកលើខ្ញុំនាងក៏មិនមែនជាមនុស្សអាក្រក់អីដែរណាកូនតាំងពីម៉ាក់ដឹងថាកូននឹងនាងតាក់ទងគ្នានាងល្អជាមួយម៉ាក់ហ្នឹងមើលតែថ្ងៃមុនចាស់នាងខំបើកឡានមកតាមយើងដល់ខេត្តហ្នឹងប្រាប់ហើយណាម៉ាថាខ្ញុំមិនបានគិតអីលើនាងទេខ្ញុំប្របានគ្នាតែធម្មតាប៉ុណ្ណោះរឿងអារម្មណ៍មិនអាចបង្ខំបានទេណាម៉ាម៉ាក់ដឹងម៉ាក់គ្រាន់តែនិយាយតាំងកូនពេញចិត្តអ្នកណាស្រឡាញ់អ្នកណាជារឿងរបស់កូនទីងតែពេលនេះកូនទៅញ៉ាំអីជាមួយនាងសិនទៅហើយនិយាយប្រាប់នាងផងទៅហ្នឹងថាកូនត្រូវទៅណាននោះប៉ាជូនពរកូនឲ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពណាហើយពេលទៅដល់កុំភ្លេចទេមកប្រាប់អ្នកផ្ទះផងណាកូនវិនបើកូនខ្វះខាតអីកូនត្រូវតែខលមកម៉ាក់ភ្លាមហ្នឹងម៉ាក់នឹងធ្វើផ្ញើយកទៅឲ្យកូនភ្លាមកូនមិនធ្លាប់ពិបាកកូនមិនធ្លាប់ខ្វះខាតអញ្ចឹងហើយទើបម៉ាក់នៅតែបារម្ភមិនអីទេណាម៉ានៅជនបទក៏មានរបស់ហូបឆ្ងាញ់ៗដែរតាជាពិសេសនោះគឺធម្មជាតិតែម្ដងនៅកំពង់ស្ពឺតំបន់ណាវិញទៅកូននេះយើងក៏ទៅតែមកពីកំពង់ស្ពឺពីថ្ងៃមុនដែរផ្ទះវិល័យមិត្តភ័ក្តិរបស់ម៉ាក់កូននោះដែរនេះបើក្រុមការងាររបស់កូនណាទៅតំបន់នោះប៉ាមិនសូវជាបារម្ភនឹងទេប៉ានឹងបានផ្ដាំផ្ញើឲ្យមើលកូនផងដែរនេះកូនមានបានសួរក្រុមការងារហើយនឹងថាគោលដៅរបស់ពួកគេនៅណាវិញមិនបានសួរទេម៉ាគិតថាទៅដល់នឹងដឹងហើយតែប្រហែលជាមិនមែនជាតំបន់មិត្តរបស់អ្នកម៉ាក់ទេដឹងអាចទៅឆ្ងាយជាងនឹងទៀតក៏ថាបានដែរមិនថាបែបណានោះទេទៅដល់ភ្លាមក៏ឆាប់ខលមកម៉ាក់ភ្លាមហ្នឹងបើសិនជាមានការខ្វះខាតអីក៏ត្រូវតែប្រាប់ម៉ាក់ដូចគ្នាដែរហ្នឹងបាទម៉ាខ្ញុំអរគុណណាស់អញ្ចឹងខ្ញុំសុំទៅសិនហើយកុំឲ្យក្រុមការងារគេរងចាំយូរជម្រាបលាលោកប៉ាណែម៉ាចាកូនមានតែជាឈ្នះអមានសត្រូវហើយមានតែអ្នកស្រឡាញ់ចូលចិត្តឲ្យច្រើនផងទៅចាស់ណាកូនហេតុតែស្រឡាញ់ការងារ
ទោះជាទៅដល់កន្លែងហ្នឹងក៏ត្រូវតែទៅដែរកូននីងហាមយ៉ាងណាក៏មិនស្ដាំ គឺកូនកាត់មកបងនឹងហើយគឺថាបើចង់ធ្វើអីហើយត្រូវតែធ្វើឲ្យបានទោះលទ្ធផលយ៉ាងណាមិនសំខាន់បានធ្វើសិន អត់អ្នកសរសើរមែនទីងបានជាមកសរសើរខ្លួនឯងបែបនេះកូនកាត់មករកខ្ញុំច្រើនជាងឧស្សាហ៍ព្យាយាមមិនងាយនឹងបោះបង់ទីង បងក៏ដូចគ្នាដែរតានេះថាតែបងទេម៉ាក់វាក៏មកសរសើរខ្លួនឯងដែរគេមិនបានសរសើរផងនោះ ឈប់និយាយជាមួយប៉ាវាហើយនិយាយជន់កែងរហូតឲ្យប្រពន្ធឈ្នះមិនបានទេឬក៏យ៉ាងម៉េចវិនអើយវិនតើឲ្យតតែបានមិនដឹងជាតែធ្វើការខ្មោចយកស្អីទេនៅកណ្ដាលវាជនបទបែបនេះនោះ ហើយបើគេទៅក៏ជារឿងរបស់គេតើឯងតែក្តៅក្រហាយអីទៅជីវិតគេស្រឡាញ់អ្វីដែលគេចង់ធ្វើគឺដូចជាឯងនៅពេលនេះអញ្ចឹងណាតើខ្ញុំមិនចង់ឲ្យគេទៅទីងមិនសូវបានជួបគេផងឥឡូវគេទៅឆ្ងាយបានទំនាក់ទំនងក៏កាន់តែឃ្លាតឆ្ងាយហើយណែចេននីបងប្រាប់អ្វីឲ្យដឹងបន្តិចចុះណាមនុស្សយើងណាបើគេមានចិត្តស្រឡាញ់យើងទោះឆ្ងាយប៉ុណ្ណាក៏ដោយក៏គេនៅតែនឹកយើងតាក់ទងមកយើងប៉ុន្តែផ្ទុយទៅវិញបើគេគ្មានចិត្តលើយើងទៅហើយនោះទោះចិត្តប៉ុណ្ណាក៏មានអារម្មណ៍ថាដូចជាឆ្ងាយនៅជើងមេឃអញ្ចឹងណាចាំតែមើលចាស់ណាថ្ងៃណាមួយខ្ញុំទៅរកគេដល់ទីនោះបណ្ដោយឲ្យគេទៅបែបនេះពួកនាងបុគ្គលិកពេនឲ្យដៃគេស្លាប់ហើយអត់ទេបងមិនឲ្យឯងទៅណានោះទេណាការងារមានឲ្យរាល់ថ្ងៃផងហត់ចោលការងារដូចជាថ្ងៃមុនមែនទេបងមិនព្រមទេណាខ្ញុំមានបាននិយាយថាទៅថ្ងៃនេះឬក៏ថ្ងៃស្អែកឯហ្នឹងខ្ញុំនិយាយថាដល់ពេលខាងមុខទៀតបងកំភៃអីខ្ញុំមិនបះបង់ការងារចោលទេបងនេះខ្លាចតែឯងទម្លាក់ការងារចោះហើយរត់ទៅតាមប្រុសដូចជាថ្ងៃមុនទៀតណាណែចេននីបងថាមើលទៅលោកដុកទ័រម្នាក់នោះដូចជាគ្មានចិត្តអីលើឯងសោះគេមិនបានស្រឡាញ់ឯងទេដឹងអីបងថាព្រមប្រឡែងគេទេប្រុសអ្នកមានច្រើនណាឲ្យតែឯងនិយាយថាអូខេមួយម៉ាត់បងនឹងយល់ព្រមរកឲ្យឯងភ្លាមបងចែមីងខ្ញុំមិនមែនជាស្រីលក់ខ្លួនទេហ្នឹងទោះពេលនេះវីតគេមិនទាន់ស្រឡាញ់ខ្ញុំ 100% ក៏ដោយតែខ្ញុំក៏មើលដឹងហ្នឹងថាក្នុងចិត្តគេក៏មានខ្ញុំដែរខ្ញុំមិនបោះបង់ការព្យាយាមទេមើលតែគ្រូសាររបស់គេក៏ពេញចិត្តនឹងខ្ញុំដែររឿងអីដែលខ្ញុំព្រមប្រឡែងគេនោះតែបើគេមិនស្រឡាញ់អូនវិញនោះអូននឹងខាតពេលខូចទាំងឈ្មោះយល់ល្អតនរឿងនោះមិនបានកើតឡើងឬក៏មិនទាន់ល្បីសោះសាយអូនគួរតែដកខ្លួនឲ្យហើយទៅណាគឺល្អជាងបងក៏មិនចេះដឹងរឿងជីវិតរបស់ខ្ញុំខ្លាំងពេកធ្វើតែការងាររបស់បងឲ្យល្អទៅរឿងគូជីវិតខ្ញុំចេះចាត់ចែងហើយកុំធ្វើឲ្យហួសព្រំដែនជាមួយខ្ញុំពេកបងនេះខំបារម្ភពីអូនក៏ខុសបានចាប់ពីពេលនេះតទៅបងនឹងមិនរវល់រឿងជីវិតផ្ទាល់ខ្លួនរបស់ឯងទៀតទេយើងនិយាយគ្នាតែរឿងការងារប៉ុណ្ណោះខ្ញុំប្រកាសចិនថាវិទ្យស្រឡាញ់ខ្ញុំដែលគេព្យាយាមនៅឆ្ងាយពីខ្ញុំក៏ព្រោះតែគេមិនចង់ឲ្យខ្ញុំមានព័ត៌មានថ្ងៃណាមួយហ្នឹងនៅពេលដែលខ្ញុំជោគជ័យខ្លាំងខ្ញុំនឹងប្រកាសប្រាប់គ្រប់គ្នាថាវិទ្យជាសង្សាររបស់ខ្ញុំ